ជំរាបសួរដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាថ្ងៃនេះមានវីដេអូសកាលពីថ្ងៃចូលឆ្នាំថ្ងៃទី3អូទៅដើរលេងចូលឆ្នាំនៅវត្តតាំងក្រសាំងនៅវត្តតាំងក្រសាំងគេធ្វើពិធីស្រង់ព្រះនិងស្រោចទឹកព្រះសង្ឃមានអីនិយាយច្រើននោះទេសូមបងប្អូនជើញមកទស្សនាវីដេអូជាមួយខ្ញុំបាទទាំងអស់គ្នាឥឡូវយើងចូលមកដល់វីដេអូយើងវិញនេះគឺជាការស្រោចទឹកព្រះសង្ឃសម្រាប់មនុស្សច្រើននៅវត្តតាំងក្រសាំងថ្ងៃទី3វីដេអូនេះអត់សូវប៉ាន់និយាយប្រហែលទេបើមានខុសឆ្គងត្រង់ណាសូមអ្នកមើលអភ័យទោសនិងអធ្យាស្រ័យដល់ខ្ញុំបាទផងវីដេអូយើងបានស្រង់ទឹកព្រះសង្ឃហើយឥឡូវដល់ពេលព្រះសង្ឃស្រោចទឹកឲ្យញាតិញោមពុទ្ធបរិស័ទទៅលេងនៅវត្តតាំងក្រសាំងទាំងអស់គ្នាខ្ញុំអត់បានចូលទៅលេងនឹងគេទេព្រោះរវល់ថតវីដេអូឲ្យពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមមកស្រោចទឹកគ្នាលេងម្ដងគេអ្នកលេងសប្បាយតែខ្ញុំអត់បានលេងអត់សប្បាយទេព្រោះរវល់ថតវីដេអូទៅឲ្យបងប្អូនទស្សនាឥឡូវយើងចាប់ផ្ដើមលេងតិចទៀតយើងលេងទឹកហើយយើងទៅលេងវាយក្អមម្ដងវាយក្អមហើយយើងលេងទាញព្រាត់ហើយលេងលាក់កន្សែងនេះគឺជាល្បែងប្រជាប្រិយរបស់ខ្មែរយើងឥឡូវចូលដល់វគ្គវាយក្អមម្ដងខ្ញុំអត់ដែរវាយទេបានតែឈរមើលគេទេព្រោះអីខ្លាចខ្មាស់គេវាយអត់ត្រូវឥឡូវគេបែកបាត់ឥឡូវចូលដល់វគ្គក្មួយខ្ញុំលេងវាយក្អមម្ដងក្មួយខ្ញុំនេះតាមមិនបានវាយគឺងកទៅលឿនណាស់ឥឡូវយើងមកទស្សនាទាំងអស់គ្នាតើថាវាយទៅត្រូវអត់តែមួយដំបងបែកពេកឥឡូវដល់វគ្គមួយទៀតអូនបើខ្ញុំម្ដងអូខ្ញុំមើលទៅមិនទៅនុកទេបាញ់ត្រូវទេមើលទៅបាល់ហើយមើលទៅឥឡូវយើងចាំមើលទាំងអស់គ្នាតើអូនខ្ញុំវាយត្រូវអត់ឥឡូវបងប្អូនទាញមើលថាវាយត្រូវអត់ព្រោះខ្ញុំទាញទៅវាយជាត្រូវថាវាយខហើយមើលទៅពួកឯងមើលទៅវាដូចជាអត់ទំនោរសោះហើយយកបាល់ហើយតាមខ្ញុំគិតទៅគាត់ចេញស្ទាយទៅទៅណាដែរនេះក៏បារ៉ាខុយទៅលេខមួយកូនខ្ញុំនេះយកជាទៅក្អមនៅកណ្នេះវាយកណ្ណងបានឲ្យត្រូវជាទៅបើត្រូវតែអ្នកបជាត្រូវបាត់ដបងហ្នឹងមិនបាយក្អមបាយក្បាលហើយមើលទៅអូបាល់មែនអូយឥឡូវដល់វគ្គយើងលេងលាក់កន្សែងនេះជាល្បែងប្រជាប្រិយខ្មែរយើងលេងនៅពេលរដូវបុណ្យចូលឆ្នាំខ្មែរវាច្រើនណាស់នៅវត្តតាំងសាំងតែទៅហ្នឹងគឺគេលេងសប្បាយតែខ្ញុំអត់បានលេងអត់ស្វាយផងខ្ញុំបានទៅថតវីដេអូទុកឲ្យបងប្អូនទស្សនាយើងមកចាប់ផ្ដើមមើលគេលេងលាក់កន្សែងយើងលេងលាក់កន្សែងហើយយើងចាប់ផ្ដើមលេងទាញព្រាត់យើងទាញព្រាត់ហើយយើងរំលេងកំសាន្តចែកផ្លូវនេះទៅផ្ទះរៀងខ្លួនយើងមកមើលការលាក់កន្សែងអស់គ្នាហើយចូលដល់វគ្គទីព្រាត់ម្ដងអូតាំងកសាំងទាញព្រាត់ហើយនេះចាំមើលទាំងអស់គ្នាអូយមិនធម្មតាទាញតដាច់ខ្សែព្រាត់កម្លាំងអ្នកតាំងកសាំងមិនធម្មតាមែនទាញតែតតែដាច់ខ្សែព្រាត់មិនធម្មតាឡើយឥឡូវដល់ពេលទាញហើយយើងចូលលក្ខណៈរំលេងម្ដង
អូខ្ញុំមានតែប៉ុណ្្នឹងទេសូមបងប្អូនទស្សនាទាំងអស់គ្នាកុំប្រកែកប្រកាន់ព្រោះអីខ្ញុំមិនសូវចេះនិយាយទេសូមបងប្អូនជួយ like និង follow channel YouTube របស់ខ្ញុំម្នាក់មួយផងដូច្នេះវីដេអូខ្ញុំមានតែប៉ុណ្្នឹងសូមបងប្អូនចូលទស្សនាវីដេអូក្នុង channel YouTube ខ្ញុំម្នាក់មួយផងសូមអរគុណទៅដល់អ្នកមើលពុកម៉ែបងប្អូនទាំងអស់គ្នាបាយបាយ